ក្មេងប្រុសបេះរឈើយកមកភ្លក់មើលរសជាតិឆ្ងាញ់តើគេក៏សាកស៊ីស្មៅបន្តនឹកស្មានមិនដល់ថាឆ្ងាញ់ប្រៃទាំងមូលសុទ្ធតែចំណីគេដើរចូលទៅក្នុងកោះភ្លាមស្រាប់តែសំឡេងចម្លែកមើលច្បាស់ទៅនឹកស្មានមិនដល់ថាមានឆ្មាជាច្រើននៅទីនោះពួកវាដឹងថាមានក្មេងប្រុសម្នាក់នៅទីនោះក៏នាំគ្នាងើបមើលសម្លឹងមើលទៅអាធំមួយក្បាលតែពួកវាមិនបានវាប្រហារទេក្មេងប្រុសក៏មិនខ្វល់ពីពួកពេលនេះគេចង់ងូតទឹកឲ្យស្រួលខ្លួនក្រោយដេញពួកវាចេញអស់ហើយគេក៏លោតចូលក្នុងទឹកភ្លាមតែម្ដងស្រួលខ្លួនណាស់ធ្វើឲ្យគេទ្រាំមិនបានក៏ចុះហែលលេងពេលគេញូតទឹកហើយរៀបនឹងសម្រាប់ស្រាប់តែឃើញខ្លាដើរមកដល់ដែរអាមួយនេះកំពុងស៊ីយ៉ាងឆ្ងាញ់តែចម្លែកត្រង់ថាពួកឆ្មាទាំងនោះមិនព្រមរត់គេចសំបីតែបន្តិចសោះឃើញសត្វនោះស៊ីយ៉ាងសប្បាយចិត្តក្មេងប្រុសក៏លួចញ៉ាំដោយក្តីរីករាយលុះដល់យប់ឡើងស្រាប់តែពួកឆ្មារត់បែកខ្ញាច់គ្នាអស់គេឆ្ងល់ខ្លាំងណាស់សំបីតែខ្លារត់ត្រឡប់ទៅលើទូកវិញដែរមិនយូរប៉ុន្មានពួកសត្វឆ្មាក៏ឡើងដាំឈើតាមពិតពួកវាគ្រាន់តែចង់គេងទេតែភ្លាមនោះប្រុសម្នាក់នោះក៏ឃើញរឿងគួរឲ្យខ្លាចទឹកស្រាប់តែមានពន្លឺចែងចាំងហើយមានត្រីងាប់អន្តែតឡើងមកអ្វីដែលប្លែកនោះគឺសាកសពរបស់ពួកវាដូចត្រូវអ្វីម្យ៉ាងរលួយសតែឆ្អឹងគេមិនដឹងថាវាមានន័យថាចំណែកខ្លាអង្គុយស្ងៀមលើទូកច្បាស់ណាស់វាមិនហ៊ានចិត្តកោះទេព្រោះកោះទាំងមូលមើលទៅដូចជាមនុស្សយក្សដោយសារតែការចង់ដឹងគេក៏បេះការចម្លែកមួយពីលើដើមឈើពេលបើកមើលស្រាប់តែមានធ្មេញមនុស្សគេមិនចង់ជឿភ្នែកខ្លួនឯងទេទីនេះអាចជាកោះស៊ីសាច់មនុស្សគេដឹងថាត្រូវតែប្រញាប់ចាក់ចេញលុះព្រឹកឡើងគេក៏ប្រមូលអាហារពេញមួយទូកមានទាំងមើមឈើនិងសាច់ឆ្មាជាច្រើនវាគ្រប់គ្រាន់សម្រាប់គេនឹងខ្លាហើយចាប់តាំងពីពួកគេចេញគ្មានអ្នកណាឃើញកោះនោះទៀតឡើយម្នាក់នឹងសត្វខ្លាមួយបន្តដំណើរទៅមុខទៀតតែការពិតលើទូកមានសត្វ5ក្បាលឯណោះកប៉ាល់ដែលក្មេងប្រុសជិះជាមួយគ្រូសាបានជួបព្យុះធំគេរត់គេចខ្លួនឡើងលើទូកសង្គ្រោះទាន់ពេលនោះស្រាប់តែមានសេះបង្កង់លោតតាមពេលគេកំពុងភ័យធ្វើអ្វីមិនត្រូវស្រាប់តែមានខ្លាមួយលោតចេញពីគេភ័យពេកក៏លោតចូលទឹកដែររួចក៏ប្រញាប់តោងឡើងលើបង្គោលក្បែរនោះតែនៅក្នុងទឹកមានឆ្លាមកាច់សាហាវឃើញខ្លាមិននៅគេចង់ឡើងទូកវិញតែនឹកស្មានមានឆ្កែព្រៃមួយក្បាលលូនចេញមកទៀតលើកនេះចប់មកមានសត្វសាហាវថែមទៀតគេមានតែបង្ខំចិត្តតោងឡើងបង្គោលវិញសំណាងហើយឆ្កែព្រៃនោះពោលរលកធ្វើអ្វីគេមិនបានមួយរយៈសិនស្រាប់តែពេលនោះគេសម្លេងចម្លែកដូចជាមានអ្វីម្យ៉ាងកំពុងគេក៏មើលទៅតាមសម្លេងនឹកស្មានថាជាស្វាបាប៊ូនសោចិត្តធัวគេក៏ជួយវាឡើងមកមនុស្សម្នាក់និងសត្វប៉ុន្មានក្បាលបានចាប់ផ្ដើមដំណើរផ្សងព្រេងដ៏រន្ធត់បំផុតតែសត្វស៊ីស្មៅនិងសត្វស៊ីសាច់នៅជុំគ្នាច្បាស់ជាត្រូវខំសម្លាប់គ្នាជាមិនខានឆ្កែព្រៃបានតម្រង់ទៅរកគោដៅគឺក្មេងប្រុសដែលជាអ្នកឈើច្រត់ក្នុងដៃគេធ្វើឲ្យវាចូលមិនចោះគេភ័យរត់ពេញនឹងហើយអាមួយនេះក៏បង្វែរគោដៅទៅសេះបង្កង់របួសទោះបីជាគេនឹងហ្វាយខំខាត់តែសេះបង្កង់នៅតែមិនអាចគេចផុតពីការត្រូវគេស៊ីក្មេងប្រុសខ្លាចចំខាំងដូចវាប្រហារពេលគេមិនប្រយ័ត្នទើបពេញមួយយប់នោះគេនៅតែលើបង្គោលមិនហ៊ានធ្មិចភ្នែកថែមទាំងសឹងតែធ្លាក់ទឹកលងស្លាប់ពេលគេដឹងខ្លួនឡើងឆ្កែព្រៃក៏ស្ទុះចេញមកចំណែកឯហ្វាយទ្រាំមិនបាននឹងទង្វើខុសខើនេះក៏វាមួយដំបងឲ្យសន្លប់បាត់ទៅតែពេលគេធូរទ្រូងបន្តិចម្ខាងទៀតស្រាប់តែស្ទុះមកខំកញ្ចឹងគេជាប់តែម្ដងមិននឹកស្មានថាអាមួយនេះធ្វើពុតជាសន្លប់ពេលក្មេងប្រុសរត់មកមើលហ្វាយលែងដកដង្ហើមបាត់ទៅហើយគេខឹងខ្លាំងណាស់ក៏ស្រែកកំហុកដាក់ឆ្កែព្រៃភ្លាមតែមិននឹកវិនាទីបន្ទាប់ខ្លាក៏ចេញពីបាត់ទុកមកហើយក៏ខំឆ្កែព្រៃងាប់ភ្លាមក្មេងប្រុសប្រញាប់បោះពងសង្គ្រោះទៅឲ្យសំណាងល្អទុកឃ្លៀងឃ្លាំងខ្លាមិនទាន់អាចឡើងមកបានបន្ទាប់មកគាត់ក៏លោតចូលសមុទ្រភ្លាមបែបនេះហើយសុខចិត្តទុកកន្លែងរស់នៅឲ្យគេតែពេលឃើញឆ្លាមគាត់ដឹងថាមិនអាចបែបនេះទៀតទេគាត់ក៏លួងខ្លាឲ្យដេកលើទូកដើម្បីលួចស្បៀងតែបែរជាជួបរឿងភ្ញាក់ផ្អើលទៅវិញក្នុងទូកនោះមានចំណីអាហារជាច្រើនទាំងមានពេញមួយប្រអប់ទៀតគាត់ក៏ប្រញាប់ញ៉ាំវាយ៉ាងឃ្លាននេះជាអាហារដំបូងតាំងពីជាប់កោះក្រោយញ៉ាំឆ្អែតគាត់លួចយកអាហារកំប៉ុងទៅក្បូនពេលនោះសត្វទី5គឺកណ្ដុរក៏ចេញមកមិនទាន់យល់ការផងស្រាប់តែខ្លាលោតចេញមកភ្លាមសំណាងហើយក្រណាត់ក្តោងតាក់ជើងវាតែចម្លែកក្មេងប្រុសចង់ទៅសួរសុខទុក្ខវាឃើញបែបនេះវាលូនចេញពីម្ខាងទៀតនៃទូកឯកណ្ដុរខ្លាចសត្វអម្បូរឆ្មាខ្លាំងណាស់វាក៏វាឡើងលើខ្លួនក្មេងប្រុសនឹកស្មានគាត់បោះវាទៅឲ្យខ្លារួចគាត់ក៏រត់គេចទៅលើក្បូនតែកណ្ដុរតូចមួយមិនអាចឲ្យវាឆ្អែតបានឡើយមិនទាន់ដល់ក្បូនផងវាដេញតាមពីក្រោយបាត់ទៅសំណាងល្អនៅកណ្ដាលសមុទ្រខ្លាមិនអាចធ្វើអីបានទើបគេរួចខ្លួនតែប្រុសម្នាក់នេះដឹងពេលខ្លាស៊ីសាកសពសត្វអស់ពេលគេហើយបើនៅស្ងៀមច្បាស់ជាស្លាប់គេសរសេរសម្បត្តិសង្គ្រោះដាក់ក្នុងដបរួចបោះចូលសមុទ្រសង្ឃឹមមានកប៉ាល់មកជួយបន្ទាប់យកសៀវភៅណែនាំរស់រៀនមានជីវិតមកមើលដើម្បីរៀនរស់សំណាងល្អក្នុងនោះមានវិធីរស់នៅជាមួយសត្វសាហាវគឺត្រូវបង្កើតដែនដីខ្លួនឯងជំហានដំបូងពេលមានរលកធំធ្វើឲ្យទូករញ្ជួយខ្លាំងធ្វើឲ្យខ្លាវើមុខចង់ក្អួតព្រមទាំងផ្លុំកញ្ចែផងធ្វើបែបនេះដដែលដើម្បីឲ្យខ្លារៀបសម្លេងកញ្ចែខ្លាចរហូតចង់ក្អួតភ្លាមតាមគម្រោងរបស់គេខ្លាចាប់ផ្ដើមវើមុខហើយឃើញវាទុនដៃទុនជើងគេប្រញាប់ឡើងទូកយកដែនដីវិញតាមច្បាប់សត្វព្រៃគ្រាន់តែនោមដាក់ទីនេះដើម្បីបញ្ជាក់ថាទឹកដីនេះជារបស់ខ្លួនខ្លាឃើញហើយក៏សាយចំអកចង់មកប្រជែងនោមដាក់គ្នាឯងនៅខ្ចីណាស់ឃើញថាក្បួនក្នុងសៀវភៅប្រើមិនកើតក្មេងប្រុសសម្រេចចិត្តសាកវិធីខ្លួនឯងម្ដងគឺចាត់ទុកវាដូចជាសត្វចិញ្ចឹមទោះបីជាវាមានទម្ងន់ដល់200គីឡូតែវានៅតែជាអម្បូរឆ្មាដែរសូម្បីតែឆ្មាក៏គេអាចពួកវាចូលចិត្តស៊ីត្រីមែនទេត្រូវតែយកចិត្តវាតែចាប់ឡើងយូរក្មេងប្រុសចាប់មិនបានសូម្បីកូនត្រីឃើញមនុស្សម្នាក់នេះពឹងមិនបានខ្លាដែលឃ្លានខ្លាំងក៏លោតចូលទៅពូកែឡើងដើមឈើតែបើចាប់ត្រីក្នុងទឹកគេឃើញហើយក៏ទុកសំណើចមិនបានតែនឹកស្មានមិនដល់វាស្រាប់តែបដូរទីក្មេងប្រុសភ័យខ្លាំងណាស់ប្រញាប់ទាញខ្សែដើម្បីទុកមកដល់គេក៏លោតឡើងភ្លាមដើម្បីការពារកុំឲ្យវាឡើងតាមក្បូនគេក៏ប្រញាប់ទាញក្បូនឡើងលើទូកខ្លាក៏នឹកមិនដល់គ្រាន់តែទៅចាប់ត្រីស្រាប់តែបាត់បង់ផ្ទះរបស់ខ្លួនបាត់បន្ទាប់មកគេរកពូថៅចង់បានតែឃើញវាគួរឲ្យអាណិតពេកគេក៏ដាច់ចិត្តមិនរួចព្រោះនៅលើសមុទ្រដ៏ធំនេះវាជាមិត្តតែម្នាក់គត់របស់គេសម្រេចចិត្តប្រគល់ទូកឲ្យវាវិញរួចក៏ទម្លាក់ក្តារឈើមួយសន្លឹកឲ្យខ្លាឡើងមកលើដើម្បីរស់រៀនគេត្រូវរស់នៅដោយសន្តិភាពឆ្លងកាត់ការលំបាកពេលវេលាកាន់តែកន្លងផុតទៅអាហារក៏ចាប់ផ្ដើមអស់រលីងក្មេងប្រុសសម្រេចចិត្តផ្សងព្រេងយកកំទេចអាហារដែលសល់ទៅស្ទូចត្រីគេក៏មិនដឹងថាស្ទូចបានឬអត់ដែរសំណាងល្អទេវតាជួយមិនយូរប៉ុន្មានត្រីធំមួយក៏ជាប់គេឆ្លៀតឱកាសទាញវាឡើងមកភ្លាមត្រីនេះមើលទៅធ្ងន់រាប់សិបគីឡូឯណោះគេប្រឹងអស់កម្លាំងកាយទើបសង្កត់ពីជាប់បន្ទាប់មកគេប្រញាប់យកពូថៅមករួចកាប់ក្បាលត្រីនោះភ្លាមតែម្ដងតែឃើញត្រីបំរើដោយការជិះចាប់គេក៏រ៉ារែកចិត្តបន្តិចដែរប៉ុន្តែដើម្បីរស់គឺត្រូវតែធ្វើបែបនេះភ្លាមនោះគេក៏បោះត្រីនោះទៅឲ្យខ្លាវាសប្បាយចិត្តខ្លាំងណាស់បានស៊ីត្រីឆ្ងាញ់
នេះជាអ្វីដែលក្មេងប្រុសគិតឃើញវិធីសាមវាបានលឿនបំផុតថ្ងៃបន្ទាប់ដោយសារតែឃ្លានខ្លាំងគាត់លួចឡើងលើទូកចង់រកមើលស្បៀងបន្ថែមតែនឹកស្មានមិនដល់ស្រាប់តែមានត្រីមួយក្បាលហោះបោកចំមុខពេលគាត់ងាកទៅមើលឃើញត្រីហោះរាប់មិនអស់កំពុងហោះមករកពួកគេខ្លាចឃើញភ្លាមក៏បើកមាត់ធំរួចស៊ីត្រីទាំងនោះយ៉ាងឆ្ងាញ់តែម្ដងក្មេងប្រុសឃើញបែបនេះក៏ធូរចិត្តខ្លះព្រោះមិត្តរបស់មិនបាច់បារម្ភរឿងអត់បាយទៀតទេតែស្រាប់តែមានត្រីទូណាហក់ឡើងមកលើតាមហ្វូងត្រីហោះដែរប្រហែលជាវាចង់មកដេញស៊ីត្រីហោះតែឥឡូវខ្លួនឯងបែរជាខ្លាចជីចំណីធំបែបនេះអាចឲ្យគាត់ស៊ីបានច្រើនថ្ងៃទើបគាត់មិនចង់ចែកឲ្យខ្លាមិនយូរឡើយម្នាក់នឹងមួយក្បាលក៏ដណ្ដើមគ្នាក្មេងប្រុសទាញដំបងឈើមកកាន់រួចស្រែកគំរាមពីដ៏ខ្លាំងក្លាធ្វើឲ្យខ្លាភ័យខ្លាចខ្លាចុះចាញ់ភ្លាមបានត្រឹមដើរចេញទៅហើយរើសត្រីតូចស៊ីស្ងាត់ម្នាក់ឯងគាត់ឃើញបែបនេះក៏ចង់បង្ក្រាបវាឲ្យបានពេលខ្លាស៊ីត្រីលើទូកអស់ហើយគាត់ក៏យកដំបងមកលេងបញ្ឆោតវាដោយសារតែសភាពគាត់វាចាប់ផ្ដើមចាប់អារម្មណ៍នឹងដំបងឈើនោះតែយ៉ាងណាវាមិនមែនជាឆ្មាធម្មតាឡើយប្រឈមមុខនឹងការឌឺដងរបស់ក្មេងប្រុសវាចាប់ផ្ដើមខឹងក៏ស្ទុះមកខាំតែត្រូវក្មេងប្រុសស្រែកគំរាមឲ្យខ្លាចដើម្បីងាយស្រួលបង្វឹកវាគេបានដកសាច់ត្រីមួយដុំទៀតហុចទៅចិត្តវាថ្នមឃើញសាច់ភ្លាមខ្លាស្រក់ទឹកមាត់ដើម្បីបានឆ្អែតព្រមលះបង់ភាពជាស្ដេចព្រៃប្រែខ្លួនជាកូនឆ្មាដកគួរឲ្យស្រឡាញ់បន្ទាប់មកក្មេងប្រុសយកឈើមកគូសក្តារទូករួចបោះសាច់ត្រីទៅទីនោះខ្លាឃើញហើយក៏ដើរទៅស៊ីភ្លាមឃើញវាខ្លាចជាស្ដាប់បង្គាប់បែបនេះគេសប្បាយចិត្តណាស់រួចក៏បោះទៅម្ខាងទៀតធ្វើបែបបដិនេះម្ដងទៀតបន្ទាប់ពីធ្វើបែបនេះជាច្រើនដងស្ដេចខ្លាដ៏សាហាវក៏ខ្លាចជាកូនឆ្មាពេលវាស៊ីឆ្អែតហើយក្មេងប្រុសគ្រាន់តែស្រែកដេញបន្តិចវាក៏ព្រមស្ដាប់បង្គាប់ចូលទៅក្នុងពេលកន្លះខែបំផុតគេអាចបង្វឹកខ្លានេះបានសម្រេចទោះបីជាពួកគេរស់នៅដោយសន្តិភាពតែពួកគេត្រូវជួបបញ្ហាថ្មីមួយទៀតនោះគឺធ្វើម៉េចទើបបានទៅដល់ដេកស្រាប់តែមានកប៉ាល់មួយលេចឡើងលើសមុទ្រគាត់ប្រញាប់ដកកាំភ្លើងបាញ់សញ្ញាតែវាឆ្ងាយពេកកប៉ាល់មើលមិនឃើញឡើយទោះបាញ់អស់គ្រាប់សញ្ញាក៏ដោយចុងក្រោយនៅតែគ្មានអ្នកជួយពេលវេលាកន្លងផុតទៅពីមួយថ្ងៃការអណ្ដែតលើទឹកយូរធ្វើឲ្យគាត់ពង្វេងរវាងការពិតនិងយល់សប្តិគាត់តែងតែឃើញហ្វូងសត្វក្នុងទឹកព្រមទាំងមិត្តស្រីរបស់គាត់គ្រូមហន្តរាយចូលមកដល់ទៀតហើយជូរដ៏ធំមួយកំពុងបោកបក់យ៉ាងសាហាវទុកតូចដែលផ្ទុកជីវិតពួកគេប្រៀបដូចជាស្លឹកឈើត្រូវរលកបោកបក់ទៅតាមតែអំពើចិត្តឃើញខ្លាកំពុងតែរងទុក្ខវេទនាប្រុសកំឡោះសម្លឹងមេឃហើយស្រែកសួរថាហេតុអ្វីធ្វើបាបវាខ្ញុំបាត់បង់គ្រួសារអស់ហើយខ្ញុំលែងសល់អ្វីទៀតហើយសំណាងល្អចុងក្រោយម្នាក់ក៏បានឆ្លងផុតជួបកំណាចនោះតែពេលនេះខ្លាអស់កម្លាំងខ្លាំងណាស់វាចិត្តនឹងសន្លប់បាត់បង់ស្មារតីគាត់យកទឹកមកដាស់វាថ្នមរួចក៏លើកក្បាលវាមកដាក់លើភ្លើងសង្ឃឹមថាវានឹងធូរស្រាលចំណែកខ្លាក៏គេងយ៉ាងស្ងៀមស្ងាត់ពួកគេហើយឆ្លងកាត់គ្រោះកាចជាមួយគ្នាខ្លាចជាមិត្តរួមសុខទុក្ខពិតប្រាកដបន្ទាប់មកក្មេងប្រុសក៏គេងលក់ទៅពេលភ្ញាក់ឡើងគេក៏មកដល់កោះស៊ីសាច់មនុស្សនេះនៅទីនេះគេជួបសត្វចម្លែកជាច្រើនព្រមទាំងស្រះទឹកចម្លែកនិងផ្កាមានធ្មេញមនុស្សគួរឲ្យខ្លាចណាស់គេក៏ប្រមូលអាហារចាក់ចេញទៅមិនដឹងកន្លងផុតទៅយូរប៉ុណ្ណាទេបំផុតពួកគេក៏បានឃើញកោះខ្លាចុះពីទូកហើយលាតសន្ធឹងខ្លួនរួចដើរចូលព្រៃដោយមិនងាកក្រោយឡើយគេគិតថាខ្លានឹងលាគ្នាជាចុងក្រោយតែរហូតដល់វាបាត់ស្រមោលក៏គ្មានការលាគ្នាដែរមិនយូរឡើយអ្នកនេសាទក៏ជួយគេបានគេយំខ្លាំងណាស់មិនមែនព្រោះតែរំភើបទេតែនឹកស្មានថាខ្លាចាក់ចេញទៅងាយបែបនេះទាំងដែលធ្លាប់រួមសុខទុក្ខជាមួយគ្នាតែចុងក្រោយគ្មានសំបីពាក្យឡាតើរឿងពិតជាបែបនេះមែនទេពេលធំឡើងគេបានប្រាប់រឿងមួយកំណែទៀតអ្នករួមដំណើរមិនមែនសត្វគឺមនុស្សសេះបង្កង់នោះគឺជាអ្នកបើកទូកដែលធ្លាក់មកបាក់ជើងឯស្វានោះគឺជាម្ដាយរបស់គេឆ្កែព្រៃនោះគឺចុងភៅលើទូកចាប់ផ្ដើមគ្នាសម្របសម្រួលគ្នាដើម្បីរស់តែអាហារលើទូកកាន់តែតិចទៅរឿងឈួតក៏បានកាត់ឡើងដើម្បីរស់ចុងភៅនោះសម្រាប់ចិត្តសម្រាប់អ្នកអប៉ារបួសម្ដាយក្មេងប្រុសឃើញក៏ចូលទៅខាត់តែត្រូវគេសម្លាប់ចោលដែរក្មេងប្រុសខឹងខ្លាំងក៏សម្លាប់ចុងភៅខ្លានោះតំណាងឲ្យចិត្តអាក្រក់គេព្រោះវាសាហាវពេកគ្មានអ្នកណាជឿរឿងទី2ឡើយតែរឿងនេះមានចំណុចសង្ស័យចុះសត្វកណ្ដុរនោះជាអ្នកណាវិញរឿងទី2ក៏មិនមែនជាការពិតដែរពិតជាក់ស្ដែងសាហាវជាងនេះឆ្ងាយឪពុកក្មេងប្រុសធ្លាប់បើកសួនសត្វដោយសារសេដ្ឋកិច្ចធ្លាក់ចុះគ្រួសារគេត្រូវបង្ខំចិត្តទៅបរទេសពាក់កណ្ដាលផ្លូវក៏ជួបព្យុះធំសំណាងល្អគ្រួសារទាំងរត់ភៀសខ្លួនទាន់ពេលនៅលើទូកតែឪពុកលោតចុះមកបាក់ជើងបាត់ពួកគេអណ្ដែតលើទឹកអស់មួយខែពេញអាហារក៏ត្រូវស៊ីអស់រលីងការអត់ឃ្លានធ្វើឲ្យពួកគេវង្វេងវង្វាន់លែងដឹងខុសត្រូវបងប្រុសឃើញឪពុកទៅជាសត្វបង្កចង់ដើរទៅម្ដាយរត់ទៅខាត់កុំឲ្យស៊ីតែត្រូវកូនច្បងវង្វេងស្មារតីសម្លាប់ពេលដឹងខ្លួនឡើងវិញទើបដឹងខ្លួនឯងសម្លាប់សាច់ញាតិបង្កើតគេទទួលយកការពិតនេះមិនបានទើបមិនតាំងនឹងការសង្សឹកឯកណ្ដុរនោះជាសង្សារប្រុសក្មេងគេរស់បានដោយសារសាច់ញាតិទាំងនេះពិតណាស់រឿងនេះមិនបង្ហាញប្លង់សាហាវទេតែប្រើវិធីផ្សេងដើម្បីបញ្ឆិតបញ្ជាងកោះរៀងមនុស្សនោះតំណាងឲ្យអ្វីអ្នកទាំងអស់គ្នាច្បាស់ជារឿងទាំងមូលគ្មានប្លង់ឈាមស្រោចទេតែមើលចប់ធ្វើឲ្យប្រលឹងចុងសក់